មិនមែនធ្វើដើម្បីប្រយោជន៍ខ្លួនឯងការបង្ហាញពីសិទ្ធិសេរីភាពរបស់ពួកគាត់ប្រៃផ្សាយខ្លាំងមែនតើមានជាការចាប់អូសចាប់អីពេលហ្នឹងខ្ញុំនៅមុខអីតុលាការបាទនៅពេលដែលចាប់ខ្លួនពួកគាត់វាធ្វើឲ្យគាត់អត់មានឱកាសក្នុងការចូលរួមការពារធនធានធម្មជាតិខ្ញុំយល់ឃើញថាកម្មភាពរបស់ពួកគាត់ការពារបរិស្ថានហ្នឹងគឺដើម្បីប្រយោជន៍រួមទាំងអស់គ្នាមិនមែនតែដើម្បីពួកគាត់ទេដោយសារគាត់លះបង់ពេលវេលាគាត់ដើរនឹងដើម្បីអីតាក់ទងមួយគិរីរំតាក់ទងមួយកោះកងក្រៅអាហ្នឹងមិនមែនជារបស់គាត់ទេមិនមែនសម្បត្តិរបស់គាត់ទេតែរបស់យើងគ្រប់គ្នាធាតុសកម្មនិយមរបស់អីចលនាបណ្ដាធម្មជាតិជាការបង្ហាញអីសិទ្ធិសេរីភាពរបស់គាត់ផងនាមជាពលរដ្ឋសកម្មមានឆន្ទៈលះបង់ពេលវេលាមិនគិតពីជីវភាពរបស់ពួកគាត់ចូលរួមការពារព្រៃឈើការពារធនធានធម្មជាតិស្គាល់មេដាធម្មជាតិដំបូងខ្ញុំតាមរយៈឡុងគុន្ធាដែលគាត់ថតជិះទូកនៅក្នុងបឹងតមោកគាត់ថានឹងធ្វើដំណើរទៅផ្ទះនាយករដ្ឋមន្ត្រីដោយថ្មើរជើងស្នើសុំកុំឲ្យមានការលុបបង្កមោកគឺសកម្មភាពតស៊ូមតិរបស់រដ្ឋធនរដ្ឋានៅពេលដែលគាត់ទៅធ្វើការកប់ខ្លួននៅក្នុងខ្សាច់ពេលគាត់ដើរហែពេលគាត់មានកាន់ចង្វាក់មានបងយើងច្រើនទៀតដែលគាត់បានទាមទារសេរីភាពរបស់គាត់ចឹងអាចចំណុចហ្នឹងធ្វើខ្ញុំចង់ចាំគាត់ជាងគេភាសានឹងវត្តមានគាត់ចូលរួមល្បាតព្រៃហ្នឹងក៏វាធ្វើឲ្យបាត់ល្មើសបញ្ឈប់នៃការបំផ្លាញនៅព្រៃឈើធនធានធម្មជាតិពេលដែលគាត់ចុះទៅសហគមន៍គាត់តែងតែលើកទឹកចិត្តពួកយើងការតស៊ូមតិដោយអហិង្សាយើងមិនប្រើប្រាស់ហិង្សាពាក្យសម្ដីឬឲ្យយើងស្គាល់ពីសិទ្ធិរបស់យើងអ្វីជាសិទ្ធិរបស់យើងអាចប្រើប្រាស់សិទ្ធិរបស់យើងបានពួកគាត់ប្រៀបដូចជាបេះដូងរបស់ពួកយើងចឹងដោយបេះដូងដោយកែវភ្នែកពួកយើងដូចមានអីមួយមកចាក់ចំបេះដូងពួកយើងធ្វើឲ្យយើងឈឺចាប់ខ្ញុំមានអារម្មណ៍ថាអីជាសមោខ្មៅឲ្យវាអីជាព្រឹត្តិការណ៍មួយដែលខ្ញុំមិនអាចភ្លេចបាននៅក្នុងជីវិតរបស់ខ្ញុំការចាប់ខ្លួនរបស់ពួកគាត់ជារឿងដែលមិនគួរកើតមានឡើងនៅក្នុងប្រទេសប្រជាធិបតេយ្យទេប្រៃផ្សាយខ្លាំងមែនតើមានជាការចាប់អូសចាប់អីបានត្រូវបានចាប់ខ្លួនអញ្ចឹងសកម្មភាពរបស់ពួកគាត់គឺត្រូវបានផ្អាកធ្វើដើម្បីប្រយោជន៍ទាំងអស់គ្នាដើម្បីប្រយោជន៍ប្រទេសជាតិប៉ុន្តែបែរជាត្រូវជាប់គុករដ្ឋប្រាក្រុមគ្រួសារភ្លេចឆ្ងាយពីប្រពន្ធកូននិងឪពុកម្ដាយយើងត្រូវចាំថាបើសិនជាយើងអត់ធ្វើនៅថ្ងៃនេះទេហើយវាធ្វើឲ្យអាបញ្ហានឹងកើតឡើងយូរទៅសម្រាប់កូនចៅយើងជំនាន់ក្រោយក៏អត់មានក្តីសុខដែរអញ្ចឹងអីគ្រប់យ៉ាងគឺចាប់ផ្ដើមចេញពីយុវជនបើសិនជាយើងចូលរួមម្នាក់ពីរនាក់វាមានបញ្ហាអញ្ចឹងយើងសូមមកចូលរួមឲ្យបានច្រើនអ្នកពួកអីការធ្វើវាមិនខុសច្បាប់មិនមែនអីជាអំពើក្បត់ជាតិអីទេគឺការពារប្រយោជន៍រួមទាំងអស់គ្នាដើម្បីប្រទេសជាតិទាំងអស់គ្នារដ្ឋាភិបាលគួរតែបើកចិត្តទូលាយសម្រាប់លំហសិទ្ធិសេរីភាពសម្រាប់អីសកម្មជនជាពិសេសពលរដ្ឋសកម្មអ្នកដែលចូលរួមហ៊ាននិយាយការពិតសារទៅកាន់យុវជនហ្នឹងខ្ញុំចង់ឲ្យគាត់ចាប់ផ្ដើមគិតចាប់ផ្ដើមមើលពីសង្គមឡើងវិញហើយឲ្យគាត់ចេះស្រឡាញ់នៅអីដែលជាធនធានធម្មជាតិព្រោះធនធានធម្មជាតិជាជីវិតរបស់យើងពោលត្រូវរដ្ឋាភិបាលឲ្យដោះលែងពួកគាត់ទាំង5នាក់Welcome to the stage, representatives of the movement Mother Nature Cambodia. Applause for Rata, Lisa, and Chandaravut.